កម្មវិធីសួនកុមារីរាយសូមស្វាគមន៍បងរស្មីសូមជម្រាបសួរបាទតើអស់លោកអ្នកបងប្អូនលោកតាលោកយាយអ៊ំពូមីងព្រមទាំងលោកគ្រូអ្នកគ្រូទាំងអស់គ្នាសុខសប្បាយជាទីនៅថ្ងៃនេះពីកម្មវិធីរបស់យើងពិតជាសប្បាយចិត្តណាស់ដែលបានមកជួបបងប្អូនសាជាថ្មីម្ដងទៀតតាមរយៈកម្មវិធីសួនកុមារីរាយបាទហើយបងក៏សង្ឃឹមថាបងប្អូនកំពុងតែស្ដាប់ដោយយកចិត្តទុកដាក់ព្រមទាំងមានទឹកមុខញញឹមគ្រប់គ្នាបាទហើយប្រហែលជាមានអ្នកខ្លះយកបងតូចៗមកស្ដាប់ជាមួយផងដែរបាទហើយប្រសិនបើមានសូមជួយពន្យល់បងប្អូនតូចៗនោះផងបាទហើយក៏សូមអរគុណដល់បងប្អូនដែលតែងតែស្មោះត្រង់ឬតែងតែស្ដាប់កម្មវិធីរបស់យើងមិនដែលខានហើយនឹងឆ្លើយសំណួរនៅtrongកម្មវិធីផងដែរបាទបងប្អូនសូមកុំភ្លេចប្រសិនបើមានទីបន្ទាល់អំពីការស្ដាប់ឬក៏មានការអស្ចារ្យដែលព្រះអង្គបានធ្វើសម្រាប់ជីវិតរបស់បងប្អូនសូមបងប្អូនសរសេរប្រាប់បងផងដែរបាទហើយមួយទៀតសូមប្រាប់បងផងដែរថាតើតាមរយៈកម្មវិធីសួនកុមារីរាយបងប្អូនរៀនបានអ្វីខ្លះនិងមួយទៀតសូមបន្តអធិដ្ឋានសម្រាប់កម្មវិធីសួនកុមារីរាយជាពិសេសសម្រាប់ការផ្គត់ផ្គង់ដល់ក្រុមការងារក្នុងការផលិតចាក់ផ្សាយតាមវិទ្យុនិងការចុះសួរសុខទុក្ខដល់បងប្អូនអ្នកស្ដាប់ផងដែរបាទបងប្អូនរឿងរបស់យើងនៅថ្ងៃនេះវិញគឺបងពិសីនឹងបន្តរឿងយើងទៀតដែលមានចំណងជើងថាចូលមកមើលព្រះមេស៊ីធ្វើពិធីបន់ថ្វាយកូនរួចហើយសង្ឃយូដាម្នាក់កំពុងបីព្រះយេស៊ូវទៅឲ្យយូសែបមានមនុស្សចំណាស់ម្នាក់បានធ្វើដំណើរចូលមកមុននឹងគេដឹងពីហេតុការណ៍ដែលនឹងកើតគាត់បានលើកបីព្រះបុត្រតូចនៅក្នុងដៃគាត់គ្មានអ្នកណាហាមគាត់ទេតែម៉ារីភ័យណាស់នាងសម្លឹងមើលទៅសង្ឃយូដាដែលឲ្យបុត្រតូចទៅមនុស្សចំណាស់នោះសង្ឃយូដានោះគាត់ញញឹមរួចនិយាយទៅម៉ារីថាកុំខ្លាចអីគាត់ឈ្មោះស៊ីមៀនគាត់មិនធ្វើឲ្យកូននាងឈឺទេគាត់កំពុងតែសម្លឹងមើលកូនតូចដែលពិសេសគាត់បានរងចាំជាច្រើនឆ្នាំមកហើយគាត់តែងតែមកស្វែងរកមើលនៅទីនេះគាត់បាននិយាយថាព្រះបានប្រាប់គាត់ឲ្យដឹងថាគាត់នឹងបានជួបព្រះមេស៊ីមុនពេលគាត់ស្លាប់ស៊ីមៀនមិនធ្វើអ្វីកូននោះទេចាស់បងប្អូនបន្ទាប់មកសង្ឃយូដានោះបានងាកទៅមួយក្រុមផ្សេងទៀតចំណែកឯម៉ារីនិងយូសែបវិញមិនអាចងាកភ្នែកចេញពីកូនតូចដ៏មានតម្លៃរបស់ពួកគេបានទេពួកគេសម្លឹងមើលទៅបុរសចំណាស់នោះយ៉ាងប្រុងប្រយ័ត្នទោះបីជាគាត់មិនបានធ្វើអ្វីបិទតូចនោះក៏ដោយបងប្អូនមុខរបស់បុរសចំណាស់នោះស្រស់ប្រំប្រៃដំណក់ទឹកភ្នែករបស់គាត់បានស្រក់ចេញមកលើថ្ពាល់របស់គាត់ដោយអំណរគាត់ក៏បាននិយាយថាអូព្រះអង្គម្ចាស់អើយទ្រង់អាចអនុញ្ញាតឲ្យទូលបង្គំស្លាប់បានហើយទូលបង្គំមិនខ្វល់ថាពេលណាទេតែបើទូលបង្គំបានឃើញព្រះអង្គសង្គ្រោះនៅទីនេះហើយទ្រង់បានសន្យានឹងទូលបង្គំថាទូលបង្គំនឹងបានឃើញទ្រង់ជាពន្លឺសម្រាប់បំភ្លឺសាដតីអូអរព្រះគុណទ្រង់សម្រាប់ភាពសុចរិតដ៏ធំនេះបងប្អូនចូលបងប្អូនសាកសម័យទៅមើលថាតើម៉ារីមានដំណរប៉ុណ្ណាព្រះ
ព្រះបានប្រាប់ឲ្យបុរសចំណាស់នោះបានដឹងមានតែព្រះមួយអង្គគត់ដែលអាចប្រាប់គាត់បាននេះជាការពិតជាក់ស្ដែងកូនតូចយេស៊ូរបស់នាងដូចជាទារកផ្សេងដែរប៉ុន្តែចំពោះស៊ីមានកូនតូចនោះជាព្រះមេស៊ីព្រះបានប្រាប់ស៊ីមានថាព្រះបុត្រជានរណាគាត់បានសម្លឹងមើលទៅមុខបុត្រតូចនោះដោយអំណរបុត្រតូចសើចដាក់គាត់វិញស៊ីមានក៏ឲ្យពរទៅម៉ារីនិងយូសែបប៉ុន្តែគាត់និយាយបន្ថែមទៅម៉ារីថា មើលបុត្រនេះបានតាំងឡើងសម្រាប់ធ្វើឲ្យពួកសាសអ៊ីស្រាអែលជាច្រើនដួលហើយងើបឡើងវិញក៏សម្រាប់ជាទីសម្គាល់ដែលគេនឹងទាស់ទែងគ្នាផងដែរឯនាងវិញនឹងមានដាវចាក់ទម្លុះប្រលឹងនាងដែរដើម្បីឲ្យគំនិតនៅក្នុងចិត្តរបស់មនុស្សជាច្រើនបានសម្ដែងចេញមកចាបងប្អូនម៉ារីមិនសូវយល់ពីពាក្យរបស់គាត់ទេព្រោះជាពាក្យចម្លែកចំពោះម៉ារីចាពេលនាងទទួលព្រះបុត្រតូចពីដៃរបស់ស៊ីមាននាងចាប់ផ្ដើមគិតអំពីពាក្យនោះនាងគិតថាតើព្រះមេស៊ីនឹងនាំមកនៅគ្រប់អំណរឬបន្តិចក្រោយមកក៏មានស្ត្រីចំណាស់ម្នាក់ដើរអូសជើងសម្ដៅមករកពួកគេនាងនោះឈ្មោះថាអានជាហោរាស្រីនាងបានសួរថាព្រះបានប្រាប់ខ្ញុំថាព្រះមេស៊ីនៅទីនេះតើខ្ញុំអាចជួបទ្រង់បានដែរឬទេចាម៉ារីសម្លឹងមើលទៅគាត់យ៉ាងស្ងៀមស្ងាត់គាត់ជាស្ត្រីចំណាស់ម្នាក់មានទឹកមុខស្រស់ស្រាយនាងក៏អនុញ្ញាតឲ្យអាន3កូនតូចមុខរបស់អានពេញដោយអំណរនៅពេលដែលគាត់សម្លឹងមើលទៅបុត្រតូចនោះគាត់បានសម្លឹងមើលមុខបុត្រតូចយ៉ាងល្អិតល្អន់គាត់និយាយថាព្រះអង្គម្ចាស់អើយខ្ញុំម្ចាស់ពិតជាត្រេកអរខ្លាំងណាស់ដែលមានជីវិតរស់នៅដល់ថ្ងៃនេះដើម្បីបានឃើញទ្រង់អានបានឲ្យព្រះបុត្រតូចទៅម៉ារីវិញរួចក៏និយាយថានាងជាស្ត្រីមានពរព្រះទ្រង់ប្រទានពរដល់នាងហើយប្តីរបស់ខ្ញុំស្លាប់ជាង60ឆ្នាំមកហើយកាលនោះខ្ញុំនៅក្មេងជីវិតរបស់ខ្ញុំដូចជាកៅដែលបែកហើយអញ្ចឹងខ្ញុំបានធូរស្បើយដោយសារតែការបម្រើព្រះខ្ញុំមកនៅឯព្រះវិហារនៅទីនេះជាង60ឆ្នាំមកហើយពួកគេបានហៅខ្ញុំថាហោរាស្រីឈ្មោះអានខ្ញុំអធិដ្ឋានទាំងយប់ទាំងថ្ងៃអស់ជាច្រើនឆ្នាំមកហើយមិត្តភក្តិខ្ញុំនិយាយថាបំភ្លេចវាទៅអានទៅជាមួយយើងវិញទៅលំហែកាយតែនៅថ្ងៃនេះសេចក្តីអំណរបានពោពេញក្នុងចិត្តខ្ញុំខ្លាំងណាស់ខ្ញុំបានឃើញព្រះមេស៊ីចាប់បងប្អូនរួចអានក៏ចាប់ផ្ដើមចេញទៅប្រាប់អ្នកផ្សេងដែលឈរនៅខាងក្រៅព្រះវិហារថាចូលមកនេះមកមើលព្រះមេស៊ីណែចាប់បងប្អូនមនុស្សម្នាក៏ចូលមកហើយសម្លឹងមើលទៅយូសែបអូទេមិនមែនយូសែបទេគឺព្រះមេស៊ីប៉ុន្តែពួកគេនិយាយថាតើទ្រង់នៅឯណាអ្នកខ្លះមើលទៅឯបុត្រតូចហើយក៏និយាយថាកូនប្រុសគួរឲ្យស្រឡាញ់គួរឲ្យចូលចិត្តណាស់តែពួកគេមិនដឹងថាបុត្រតូចនោះជាព្រះមេស៊ីទេព្រោះព្រះមិនបានប្រាប់ឲ្យពួកគេដឹងឡើយប៉ុន្តែអានិងស៊ីមានបានដឹងព្រោះព្រះបានប្រាប់ពួកគេចាម៉ារីនិងយូសែបបានជជែកគ្នានៅពេលដែលពួកគេធ្វើដំណើរចេញពីព្រះវិហារត្រឡប់មកកាន់ភូមិបេតលេហឹមវិញបន្ទាប់មកយូសែបបាននិយាយទៅកាន់ម៉ារីថាម៉ារីអូននៅ3ថ្ងៃទៀតទើបយើងធ្វើដំណើរទៅកាន់ណាសារ៉េតវិញបានព្រោះបងចង់បញ្ចប់កិច្ចការជាងឈើឲ្យហើយជាមុនសិនម្ចាស់ហាងគាត់ចិត្តល្អចំពោះយើងណាស់ហេតុនេះបងត្រូវចំណាយពេល1ទៅ2ថ្ងៃទៀតទើបហើយបន្ទាប់មកយើងនឹងរៀបចំអីវ៉ាន់ធ្វើដំណើរទៅផ្ទះរបស់យើងនៅណាសារ៉េតវិញចាប់បងប្អូនយូសែបមិនដឹងទេថានឹងមានការផ្សងព្រេងជាច្រើនទៀតមុននឹងពួកគេទៅដល់ណាសារ៉េតវិញបាទអរគុណច្រើនពិសេសសម្រាប់រឿងនៅថ្ងៃនេះបាទបងប្អូនតើបងប្អូនរៀនបានអ្វីខ្លះបន្ទាប់ពីស្ដាប់រឿងនេះហើយសម្រាប់បងវិញបងមើលឃើញថាព្រះបានប្រាប់មនុស្សផ្សេងទៀតពីព្រះមេស៊ីតែក៏នៅតែមានមនុស្សជាច្រើនទៀតមិនទាន់ស្គាល់ទ្រង់ដែរចំណែកឯម៉ារីនិងយូសែបក៏នៅមិនទាន់ដឹងអំពីការដែលនឹងកើតឡើងចំពោះព្រះយេស៊ូវនៅពេលដែលទ្រង់ចម្រើនវ័យឡើងដែរបាទហើយពេលនេះពីកម្មវិធីរបស់យើងក៏មានសំណួរមួយសួរទៅកាន់បងប្អូនដើម្បីឆ្លើយយករង្វាន់សំណួរសួរថាតើមានអ្នកណាខ្លះមកមើលព្រះបុត្រតូចយេស៊ូវបងសំអានសំណួរនេះម្ដងទៀតតើមានអ្នកណាខ្លះមកមើលព្រះបុត្រតូចយេស៊ូវសូមបងប្អូនឆ្លើយសំណួរនេះឲ្យផ្ញើចម្លើយរបស់បងប្អូនមកកាន់កម្មវិធីសួនកុមាររីករាយឬក៏អាចទូរស័ព្ទមកកាន់លេខ012 82 90 57ឬក៏លេខ010 82 90 57ឬអាចតាក់ទងតាមរយៈ Facebook Page កម្មវិធីសួនកុមាររីករាយនោះពួកបងនឹងរងចាំជានិច្ច
បាទហើយប្រសិនបើអស់លោកអ្នកបងប្អូនមានបំណងចង់ចូលរួមដាក់ដង្វាយសម្រាប់ម៉ោងចាក់ផ្សាយកម្មវិធីសួនកុមាររីករាយឬសម្រាប់ការបោះពុម្ពសៀវភៅដំណឹងល្អឬក៏សម្រាប់ភណ្ឌកិច្ចនៅក្នុងអង្គការសកលកម្ពុជាលោកអ្នកអាចទាក់ទងមកក្រុមការងាររបស់យើងសាច់រឿងខាងលើប្រែសម្រួលពីភណ្ឌកិច្ច Mrs. G កម្មវិធីនេះផលិតដោយអង្គការសកលកម្ពុជាពេលនេះបងរស្មីសូមជម្រាបលាសូមព្រះប្រទានពរ